សួស្តីបងប្អូនថ្ងៃនេះម៉ួយហៅឲ្យទៅមើលម៉ាស៊ីនឆុងកាហ្វេដែលមានបញ្ហាវាហៀទឹកចេញក្រៅឯងទោះបីជាដកភ្លើងចេញផ្ដាច់ពីម៉ាស៊ីនហើយនៅតែទឹកហៀបាទឥឡូវមកដល់ម៉ាស៊ីនឃើញថាវាហៀទឹកមែនហៀដូចបងប្អូនបានឃើញអញ្ចឹងវាស្រក់ទោះបីយើងមិនដោតភ្លើងក៏មានទឹកវាហៀដែរដោយទឹកនេះគឺខ្ញុំយកទឹកចាក់ចូលទៅក្នុងធុងចង់ពិសោធន៍មើលតើវាហៀដោយបែបណាអញ្ចឹងណាចេញតាមណាដូចបងប្អូនបានឃើញទឹកវាហៀស្រក់មកចេញក្រៅម៉ាស៊ីនអញ្ចឹងបញ្ហាងាយទេពេលដែលយើងដកភ្លើងហើយមិនមានភ្លើងទឹកនៅតែហូរអញ្ចឹងបញ្ហាគឺមកពី water valve ឬក៏ហៅថាវ៉ានបិទបើកទឹកបាទទោះបីជាវាមិនមានភ្លើងហេតុអីក៏បានជាទឹកនៅតែហូរធ្លាក់ទៅក្រោមអញ្ចឹងទឹកដែលបានចេញពីធុងហ្នឹងគឺវាហូរកាត់កំពង់ហ្នឹងបាទគឺវ៉ានអ្នកបញ្ជាឲ្យទឹកហូរចេញចុះទៅក្រោមអញ្ចឹងយើងដឹងថាហេតុអីបានវាហូរបើអត់មានភ្លើងចូលអា solenoid ហ្នឹងអញ្ចឹងងាយបងប្អូនដោះវាមើលទៅឃើញមានជាតិកំតិចកំទីនៅជាប់ខាងក្នុងហ្នឹងវាធ្វើឲ្យកលធ្វើឲ្យហើបកន្លែងបិទបើកទឹកហ្នឹងវាអត់ចិត្តអញ្ចឹងគ្រាន់តែដោះលាងសម្អាតទៅរួចជាស្រេចហើយបាទអញ្ចឹងអរគុណបងប្អូនសម្រាប់វីដេអូនេះ